រឿងអំពីកូនឫស្សីតូចរឿងព្រេងអប់រំជនជាតិជប៉ុនកាលពីដើមក្នុងព្រៃឫស្សីដ៏ស្ងប់ស្ងាត់មានទំពាំងស្នងឫស្សីមួយឈ្មោះតារ៉ូជារៀងរាល់ថ្ងៃតារ៉ូបានសម្លឹងមើលដើមឫស្សីដ៏ខ្ពស់ហើយស្រមៃចង់ក្លាយជាឫស្សីខ្ពស់និងរឹងមាំដូចពួកគេគាត់មានចិត្តចង់លូតលាស់លឿនចង់ប៉ះមេឃតែឯងដោយមិនខ្វល់ពីការខំប្រឹងចាប់ឫសឲ្យមាំឡើយល្ងាចមួយព្យុះដ៏ខ្លាំងមួយបានមកដើមឫស្សីចាស់កោងយ៉ាងគួរសមនឹងខ្យល់បក់បោកដូចកំពុងរេរាំប៉ុន្តែតារ៉ូកំសត់នៅតូចនៅឡើយត្រូវបានខ្យល់បោកបក់និងខូចដោយសារខ្យល់ព្យុះដ៏កាចសាហាវពេលគាត់ដេកនៅលើដីមានដើមឫស្សីចំណាស់មួយនិយាយទៅគាត់យ៉ាងទន់ភ្លន់ថាអ្នកមានចិត្តចង់ខ្លាំងពេកកូនតូចការលូតលាស់ត្រូវការពេលវេលាអ្នកត្រូវពុតខ្លួនជាមួយនឹងខ្យល់ដើម្បីឲ្យមានកម្លាំងនៅថ្ងៃស្អែកនៅថ្ងៃបន្ទាប់តារ៉ូបានក្រោកឈរឡើងដោយការអត់ធ្មត់នឹងពេលវេលារៀនពុតដូចដើមឫស្សីជាច្រើនឆ្នាំកន្លងមកគាត់បានក្លាយជាទំពាំងដែលខ្ពស់ជាងគេនៅក្នុងព្រៃរឹងមាំនិងធន់ការអត់ធ្មត់និងភាពធន់គឺសំខាន់ជាងការប្រញាប់ប្រញាល់ដើម្បីទទួលបានភាពជោគជ័យ